បាទជំរាបសួរបងប្អូនអឺខ្ញុំបាទលីពីងតែមានកិត្តិយសវិលមកជួបបងប្អូននៅក្នុង clip វីដេអូនេះរដូវរងាចាប់ផ្ដើមឈានចូលមកដល់ហើយដូច្នេះខ្ញុំបាទលីពីងតែក៏ចង់មាន clip វីដេអូខ្លីមួយដែលតាក់ទងទៅនឹងបញ្ហារដូវរងាដែលជារដូវមួយធ្វើឲ្យអ៊ំចាស់ដែលមានអាយុពី60ឡើងទៅហ្នឹងគាត់ប្រឈមជាមួយនឹងបញ្ហាជំងឺផ្សេងជាពិសេសគឺជំងឺផ្ដាសាយនៅក្នុងរដូវកាលរដូវត្រជាក់ហ្នឹងហើយដូចជារៀងរាល់ឆ្នាំបងប្អូនតែងតែដឹងហើយនៅក្នុងប្រទេសអូស្ត្រាលីយើងនេះតាមរបាយការណ៍ឲ្យតែរដូវគេហៅថារដូវរងាហ្នឹងធ្វើឲ្យមនុស្សចាស់គាត់មិនអាចទប់ទល់បាននឹងរដូវត្រជាក់ហ្នឹងគាត់ត្រូវបានរបាយការណ៍លើកឡើងថាមួយឆ្នាំគឺថាចំនួនដែលគាត់ស្លាប់ហ្នឹងគឺកើនឡើងជារៀងរាល់ឆ្នាំណាហ្នឹងហើយអញ្ចឹងដោយសារមូលហេតុនេះស្របពេលនៅពេលនេះគឺជាពេលវេលាមួយដែលជាពេលវេលាដែលទើបនឹងឈានចូលទៅដល់រដូវរងានៅក្នុងប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងខ្ញុំក៏សូមផ្ញើclip វីដេអូនេះដើម្បីជូនដល់បងប្អូនទូទៅក៏ដូចជាបងប្អូនដែលមានឪពុកម្ដាយដែលមានអាយុចាស់យើងគួរតែធ្វើយ៉ាងម៉េចរបៀបនឹងថែរក្សាសុខភាពយ៉ាងដូចម្ដេចដើម្បីឲ្យយើងបានឆ្លងផុតពីរដូវរងាណាហ្នឹងហើយរដ្ឋាភិបាលអូស្ត្រាលីគេចេញរបាយការណ៍ថាប្រជាជនអូស្ត្រាលីស្លាប់ដោយសារត្រជាក់អាកាសធាតុត្រជាក់គឺច្រើនជាងស្លាប់ដោយអាកាសធាតុក្តៅដូច្នេះបានន័យថារដូវត្រជាក់គឺធ្វើឲ្យប្រជាជនអូស្ត្រាលីជាពិសេសគឺចាស់ហ្នឹងគាត់ស្លាប់ច្រើនអញ្ចឹងមូលហេតុហ្នឹងតើវាបណ្ដាលមកពីអ្វីខ្លះហើយយើងគួរតែធ្វើយ៉ាងម៉េចខ្លះអញ្ចឹងខ្ញុំក៏សូមជូនជាចំណុចសំខាន់ដើម្បីឲ្យបងប្អូនធ្វើការស្វែងយល់ក៏ដូចជារបៀបនៃការថែរក្សាសុខភាពធ្វើយ៉ាងម៉េចឲ្យយើងបានឆ្លងផុតពីរដូវត្រជាក់រដូវរងារបស់អូស្ត្រាលីនៅអូស្ត្រាលីហ្នឹងណាដូចជាថ្ងៃនេះគឺក្តៅគឺអាកាសធាតុត្រជាក់ខ្លាំងមែនទែនភ្លៀងផងធ្លាក់ព្រិលផងហើយជាមួយនឹងអាកាសធាតុគឺថានៅធ្លាក់ចុះមកត្រឹម7 8ដឺក្រេសឹងស្ទើរតែពេញមួយថ្ងៃហ្នឹងហើយអញ្ចឹងយើងគួរចាប់ផ្ដើមថាតើមូលហេតុអីដែលធ្វើឲ្យចាស់គាត់ស្លាប់នៅក្នុងរដូវរងាទី1វាតាក់ទងទៅនឹងជំងឺផ្លូវដង្ហើមណាដោយបងប្អូនដឹងស្រាប់ហើយពេលដែលរដូវរងាចូលមកដល់គឺថាជំងឺផ្លូវដង្ហើមហ្នឹងជាពិសេសគឺជំងឺ flu ដែលផ្ដាសាយធំខ្មែរយើងហៅថាផ្ដាសាយធំផ្ដាសាយវាមានច្រើនប្រភេទប៉ុន្តែចំពោះរដូវរងានេះគឺinfluenza ហ្នឹងគឺថាវាវាយលុកខ្លាំងបំផុតនៅក្នុងរដូវរងាអញ្ចឹង flu ជាមួយនឹង covid គឺនៅតែមាន covid រាល់ថ្ងៃហ្នឹងគឺយើងនៅតែមាន covid ទេបងប្អូនកុំនឹកស្មានថា covid ទៅឆ្ងាយពីយើងហើយ covid នៅកំពុងតែនៅជាមួយយើងហ្នឹងប៉ុន្តែដោយសារយើងមានភាពផ្សំអ្នកដែលនៅមានវ័យក្មេងអាចគ្រប់គ្រងបានផ្សំជាមួយ covid ប៉ុន្តែផ្ទុយទៅវិញចំពោះដែលអ៊ំចាស់ដែលគាត់មានអាយុពី60ឡើងទៅហ្នឹងប្រឈមខ្លាំងមែនទែនជាមួយនឹង covid ហើយជាមួយនឹងជំងឺផ្លូវដង្ហើមមួយយ៉ាងទៀតដែលបង្កឡើងដោយសារប្រភេទ virus ដែលគេហៅថា RSV ហ្នឹងគឺជាប្រភេទ virus ហ្នឹងគឺថាគួរវាយលុកនៅក្នុងរដូវរងានឹងដែរអញ្ចឹងក្នុងរដូវរងានេះដែលអ៊ំចាស់គាត់ប្រឈមដែលគាត់ស្លាប់ហ្នឹងវាអាចប៉ះពាល់ដោយសារជំងឺផ្លូវដង្ហើមប្រភេទដូចខ្ញុំរាយរាប់ខាងលើហ្នឹងហើយហ្នឹងគឺតើដោយសារជំងឺទាំងអស់ហ្នឹងគឺជាឱកាសមួយដែលវាលុកទៅលើរាងកាយរបស់មនុស្សយើងទូទៅប៉ុន្តែចាស់គាត់មានភាពផ្សំរបស់គាត់នឹងចុះខ្សោយអញ្ចឹងគាត់ងាយប្រឈមជាមួយនឹងជំងឺទាំងអស់ហ្នឹងហើយគាត់មិនអាចគ្រប់គ្រងបានហ្នឹងហើយឥឡូវមូលហេតុទី1គឺដោយសារជំងឺផ្លូវដង្ហើមមូលហេតុទី2គឺដោយសារអាកាសធាតុបងប្អូនពេលណាដែលមានអាកាសធាតុហ្នឹងធ្វើឲ្យសរីរាង្គកាយរបស់ជាពិសេសគឺអ៊ំដែលចាស់ណាធ្វើឲ្យគេហៅថាប្រព័ន្ធរំលាយអាហារសរីរាង្គកាយរបស់គាត់ហ្នឹងគេហៅថា metabolism របស់មនុស្សចាស់ហ្នឹងគឺថាចាប់ផ្ដើមចុះថយmetabolism ហ្នឹងគឺថាការដែល
ស្រូបយកនៅសារជាតិផ្សេងពេលដែលយើងញ៉ាំចំណីអាហារចូលទៅរាងកាយរបស់យើងហ្នឹងសរីរាង្គកាយរបស់គាត់ហ្នឹងចុះខ្សោយក្នុងការបំបែកនៅអាហារបំពន់ទាំងប្រមាណដែលនៅក្នុងសរីរាង្គកាយរបស់យើងហ្នឹងដែលដូចជាយើងនិយាយបានថាជាប្រភេទជាតិគីមីដែលទ្រទ្រង់រាងកាយរបស់យើងហ្នឹងណាហ្នឹងហើយ metabolism របស់គាត់ហ្នឹងគឺថាចុះថយហ្នឹងគឺជាដើមចមមួយដែលធ្វើឲ្យគាត់ខ្សោយហើយមួយទៀតសរសៃឈាមរបស់មនុស្សចាស់ពេលដែលគាត់មានវ័យពី60ឡើងទៅហ្នឹងនៅពេលដែលរដូវជាពិសេសគឺរដូវរងាហ្នឹងដោយសារអាកាសធាតុហ្នឹងធ្វើឲ្យសរសៃឈាមរបស់គាត់ហ្នឹងគឺថាมันបានធ្វើការបានល្អទេវាអាចប៉ះពាល់ដោយសារធាតុអាកាសត្រជាក់ហ្នឹងហើយជាមួយនឹងបូករួមជាមួយនឹងគាត់ពេលចាស់ទៅគឺសាច់ដុំរបស់គាត់នឹងចាប់ផ្ដើមថយចុះគាត់បាត់បង់នៅសាច់ដុំនឹងសាច់ដុំផងជាមួយនឹងខ្លាញ់នៅក្រោមស្បែករបស់មនុស្សចាស់ហ្នឹងចាប់ផ្ដើមតិចទៅខ្សោយហ្នឹងហើយកាលណាដែលសាច់ដុំបន្តិចជាមួយនឹងខ្លាញ់នៅក្រោមស្បែកហ្នឹងគឺតិចអាហ្នឹងហើយដែលគឺជាដើមចមដែលធ្វើឲ្យគាត់នឹងប្រឈមជាមួយនឹងទ្រាំទ្រជាមួយនឹងអាកាសធាតុត្រជាក់នឹងអត់បានណាដូច្នេះអាហ្នឹងហើយគឺជាដើមចមមួយដែលធ្វើឲ្យគាត់មិនអាចគ្រប់គ្រងជាមួយនឹងអាកាសធាតុត្រជាក់មួយទៀតពេលដែលគាត់មានវ័យចំណាស់លើសពី60ទៅចាស់មួយចំនួនហ្នឹងគាត់បាត់នៅអារម្មណ៍គឺថាសរសៃប្រសាទនៅផ្នែកខាងក្រៅសរីរាង្គកាយត្រជាក់ប៉ុន្តែជួនកាលទៅគាត់មានអារម្មណ៍ថាគាត់អត់ត្រជាក់ដែលនឹងហើយគឺជាដើមចមមួយដែលធ្វើឲ្យសរីរាង្គកាយរបស់គាត់ហ្នឹងគឺថាប្រឈមជាមួយនឹងអាកាសធាតុត្រជាក់ដោយគាត់មានអារម្មណ៍ថាមិនត្រជាក់ប៉ុន្តែភាគច្រើនមនុស្សចាស់ធម្មតាគាត់ចាញ់ត្រជាក់ណានឹងត្រជាក់ល្មមគាត់ល្ងាគាត់ញាក់គាត់ញ័រណាប៉ុន្តែមានករណីមួយចំនួនគាត់មានអារម្មណ៍ថាអត់ត្រជាក់នឹងដែលគឺជាដើមចមមួយដែលធ្វើឲ្យរាងកាយរបស់គាត់នឹងកាន់តែកម្ដៅក្នុងខ្លួនរបស់គាត់នឹងកាន់តែធ្លាក់ចុះក្រោម36ដឺក្រេនឹងអង្សាសេក្រោម6អង្សាសេអានឹងហើយដែលធ្វើឲ្យប្រឈមរាងកាយរបស់គាត់នឹងប្រឈមធ្វើឲ្យកម្ដៅក្នុងខ្លួនរបស់គាត់ធ្លាក់ចុះនឹងធ្វើជាមូលហេតុដែលធ្វើឲ្យសរសៃឈាមរបស់គាត់នឹងខ្ជិបកាលណាដែលសរសៃឈាមរបស់គាត់ខ្ជិបធ្វើឲ្យសម្ពាធឈាមរបស់គាត់នឹងគឺកើនឡើងនឹងគឺជាមូលហេតុមួយដែលធ្វើឲ្យគាត់មានបញ្ហាស្លាប់នៅក្នុងរដូវត្រជាក់ដោយសារអាកាសធាតុត្រជាក់ហ្នឹងពេលណាដែលបងប្អូនខ្ញុំធ្លាប់និយាយក្នុងคลิปមុនហើយនៅពេលដែលយើងរាងកាយរបស់យើងត្រជាក់យើងដឹងស្រាប់ហើយរាងកាយរបស់យើងវាសរសៃឈាមនឹងវានឹងខ្ជិបកាលណាសរសៃឈាមវាខ្ជិបធ្វើឲ្យសម្ពាធឈាមនឹងកើនឡើងកាលណាសម្ពាធឈាមកើនឡើងវាប្រឈមវាអាចនឹងបើសិនជាគាត់មានជំងឺជាពិសេសគឺចាស់គាត់មានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមស្រាបឬក៏ជំងឺលើសជាតិខ្លាញ់ឬក៏ជំងឺបេះដូងលក្ខណៈជាពិសេសគឺសរសៃឈាមបេះដូងដែលគាត់រៀបនឹងមានបញ្ហាស្ទះជាពិសេសមនុស្សចាស់ប្រឈមនឹងការស្ទះសរសៃឈាមបេះដូងដល់ទៅពេលអាកាសធាតុត្រជាក់ធ្វើឲ្យរាងកាយរបស់គាត់នឹងធ្លាក់នៅសីតុណ្ហភាពនឹងធ្វើឲ្យបេះដូងរបស់គាត់នឹងដើរយឺតធម្មតារាងកាយរបស់យើងកាលណាមេឃក្តៅសរសៃឈាមវាបើកធ្វើឲ្យលំហូរឈាមមកស្រូចស្របលើរាងកាយរបស់យើងនៅបានស្របយ៉ាងណាមិញពេលដែលអាកាសធាតុត្រជាក់ធ្វើឲ្យសរសៃឈាមរបស់យើងគាត់នឹងខ្ជិបកាលណាខ្ជិបទៅធ្វើឲ្យឈាមដែលរត់ចេញមកតំបន់ឆ្ងាយជាពិសេសតាមលើខួរក្បាលឬក៏ចុងដៃចុងជើងរបស់គាត់ហ្នឹងត្រូវបានសរសៃឈាមខ្ជិបដល់ខ្ជិបចឹងទៅអូតូម៉ាទិករាងកាយរបស់យើងកាលណាខ្ជិបបេះដូងរបស់យើងវានឹកឃើញថាប្រហែលជារាងកាយរបស់យើងមានគ្រប់ឈាមហើយហ្នឹងអាហ្នឹងគឺជាគឺថាanatomy អូតូម៉ាទិករបស់រាងកាយរបស់មនុស្សយើងកាលណាដែលវាមានសញ្ញាថារាងកាយរបស់យើងគ្រប់ឈាមហើយបេះដូងហ្នឹងវាចាប់ផ្ដើមបន្ថយល្បឿននៃការច្បាច់កាលណាបេះដូងបន្ថយល្បឿននៃការច្បាច់នឹងគឺជាដើមចមដែលធ្វើឲ្យលំហូរនៃឈាមនៅក្នុងសរសៃឈាមរបស់រាងកាយយើងហ្នឹងវាចាប់ផ្ដើមហូរយឺតមិនអញ្ចឹងហ្នឹងហើយកាលណាហូរយឺតបានន័យថាជាឱកាសមួយដែលងាយនឹងធ្វើឲ្យសរសៃឈាមដែលគាត់រៀបនឹងស្ទះវាអាចនឹងស្ទះនៅពេលហ្នឹងអញ្ចឹងហើយបានជាអ្នកដែលមានបញ្ហាជំងឺគាំងបេះដូង
ស្ទះសរសៃឈាមបេះដូងឬក៏អីហ្នឹងច្រើនតែកើតឡើងជួនកាលទៅនៅពេលយប់ឬក៏អាកាសធាតុត្រជាក់ហ្នឹងធ្វើឲ្យលំហូរឈាមរបស់គាត់ហ្នឹងវាដើរយឺតហ្នឹងវាងាយនឹងស្ទះធ្វើឲ្យខ្វះឈាមចិញ្ចឹមកន្លែងបើសិនជានៅខួរក្បាលគេហៅថា stroke បើសិនជានៅសរសៃឈាមបេះដូងគេហៅថា heart attack ណាហ្នឹងហើយកាំងវាអាចស្លាប់សរសៃឈាមបេះដូងហ្នឹងគឺដោយសារមូលហេតុនៃការអាកាសធាតុត្រជាក់ហ្នឹងហើយដូច្នេះបងប្អូនដឹងស្រាប់ហើយអ្នកដែលមានជំងឺគេលើសសម្ពាធឈាមក៏ដូចជាលើសសម្ពាធឈាមវាបានជាគ្រោះថ្នាក់មួយហើយដែលធ្វើឲ្យឈាមយើងត្រូវគ្រប់គ្រងនៅសម្ពាធឈាមប៉ុន្តែដល់មេឃកាន់តែត្រជាក់អញ្ចឹងធ្វើឲ្យសម្ពាធឈាមរបស់គាត់នឹងងាយនឹងបុកឡើងថែមទៀតហ្នឹងវាប្រមាណមុខចូលគ្នាទៅវាជាហានិភ័យមួយអញ្ចឹងបានធ្វើឲ្យមនុស្សចាស់គាត់មិនអាចទប់ទល់បាននៅក្នុងអាកាសធាតុត្រជាក់ហ្នឹងហើយហ្នឹងចំពោះអាកាសធាតុវាធ្វើប៉ះពាល់អញ្ចឹងហើយមួយទៀតធ្វើឲ្យគាត់នឹងងាយដួលមូលហេតុដែលធ្វើឲ្យមនុស្សចាស់គាត់ងាយស្លាប់នៅក្នុងរដូវត្រជាក់ហ្នឹងធ្វើឲ្យគាត់នឹងឆាប់ដួលងាយដួលមនុស្សចាស់យើងដឹងស្រាប់ហើយនៅពេលដែលយើងត្រជាក់ធ្វើឲ្យសរសៃប្រសាទនៅផ្នែកខាងក្រៅនៃរាងកាយរបស់គាត់ហ្នឹងគឺត្រូវបាត់បង់ស្ពឹកណាដៃជើងស្ពឹកផងទៅធ្វើឲ្យគាត់ហ្នឹងពេលគាត់ដើរចុះដើរឡើងហ្នឹងជួនកាលទៅជើងគាត់របស់គាត់ហ្នឹងលើកអត់បានផុតពីលើក្តារឬក៏លើកមិនផុតពីធ្នឹមខាងក្រោមដែលយើងត្រូវលើកឲ្យវាផុតហ្នឹងណាជួនកាលទៅគាត់នឹកស្មានថាលើកផុតហើយប៉ុន្តែវាអត់ផុតជពុបជើងទៅធ្វើឲ្យគាត់ដួលហ្នឹងនៅពេលអាកាសធាតុត្រជាក់ហ្នឹងគឺងាយធ្វើឲ្យគាត់នឹងងាយនឹងដួលគឺដោយសារទី1គឺថាដោយសារការត្រជាក់ធ្វើឲ្យគាត់បាត់នៅអារម្មណ៍ឬក៏សរសៃប្រសាទជើងរបស់គាត់នឹងអត់បានគ្រប់គ្រងបានល្អទី2ពេលត្រជាក់ខ្លាំងធ្វើឲ្យគាត់នឹងបាត់គេថារក្សានៅលំនឹងរបស់គាត់ណាហ្នឹងហើយហ្នឹងក៏ងាយធ្វើឲ្យគាត់ដួលទៀតហើយមួយទៀតមូលហេតុមួយទៀតគឺដោយសារមនុស្សចាស់គាត់ភាគច្រើនគាត់ច្រើនតែប្រើថ្នាំច្រើនប្រភេទណាside effect របស់ថ្នាំជួនកាលទៅធ្វើឲ្យគាត់ធីងធងធ្វើឲ្យគាត់វិលមុខជួនកាលទៅធ្វើឲ្យសម្ពាធឈាមរបស់គាត់រៀងចុះទាបឬក៏ជួនកាលទៅគាត់ប្រើថ្នាំទឹកនោមផ្អែមបញ្ចុះជាតិស្ករហ្នឹងក៏ធ្វើឲ្យជួនកាលជាតិស្ករវារៀងចុះទាបពេកទៅអាហ្នឹងក៏ធ្វើឲ្យគាត់ងាយនឹងដួលទៀតអាហ្នឹងគឺបូករួមទាំងអស់ហ្នឹងគឺថាមូលហេតុដែលធ្វើឲ្យគាត់ងាយដួលណានឹងបន្ថែមពីលើនឹងទៀតការដួលរបស់គាត់នឹងដោយសាររដូវត្រជាក់គាត់អត់សូវមានចលនាអត់សូវធ្វើចលនាទេអញ្ចឹងធ្វើឲ្យរាងកាយរបស់គាត់នឹងចុះខ្សោយផ្នែកសរសៃសសូងសាច់ដុំរបស់គាត់ដូច្នេះយើងដឹងស្រាប់ហើយពេលដែលរដូវល្ងាអញ្ចឹងគាត់ចាញ់ល្ងាអញ្ចឹងគាត់អត់ហ៊ានចេញមកខាងក្រៅឬក៏ដើម្បីធ្វើលំហាត់ប្រាណដែលដូចជាធម្មតាដែលគាត់ធ្លាប់តែធ្វើអញ្ចឹងណាដូច្នេះធ្វើឲ្យរាងកាយរបស់គាត់នឹងចុះខ្សោយនៅសាច់ដុំដោយសារខ្វះនៅលំហាត់ប្រាណហ្នឹងក៏ជាមូលហេតុដែលធ្វើឲ្យគាត់ងាយដួលមួយទៀតនៅក្នុងផ្ទះជួនកាលទៅកូនមួយចំនួនអត់បានចាប់អារម្មណ៍អំពីថាក្នុងផ្ទះរបស់យើងហ្នឹងមានឪពុកម្ដាយគាត់មានវ័យចំណាស់ភ្នែកគាត់ខ្សោយគាត់មើលអត់សូវឃើញជួនកាលទៅរីខ្សែភ្លើងណាខ្សែភ្លើងគាត់ត្រូវតដោតដុយពីមួយទៅមួយដើម្បីប្រើក្នុងផ្ទះរបស់គាត់ផ្ដោតសំនេះអញ្ចឹងទៅណាគាត់អត់បានចាប់អារម្មណ៍មកពីម្ដាយឪពុកគាត់ចាស់នៅផ្ទះអញ្ចឹងគាត់អាចនឹងតាក់នឹងខ្សែភ្លើងហ្នឹងក៏ធ្វើឲ្យគាត់ងាយដួលដែរអាហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យគាត់នឹងដឹងស្រាប់ហើយពេលដែលមនុស្សចាស់កាលណាដួលគឺថាគឺគ្រោះមកដល់គាត់មិនអាចរស់នៅបានវែងយូរអង្វែងទេជាពិសេសក្នុងរដូវរងានេះទៀតពេលដែលគាត់ដួលគាត់កាន់តែអត់មានចលនាអីហ្នឹងអាហ្នឹងធ្វើឲ្យសរីរាង្គកាយរបស់គាត់ប្រព័ន្ធជាតិផ្សំរបស់គាត់ហ្នឹងធ្លាក់ចុះទៀតធ្វើឲ្យជំងឺផ្ដាសាយដែលខ្ញុំរាយរាប់ខាងលើហ្នឹងវាងាយអាចចូលទៅក្នុងរាងកាយរបស់យើងរបស់គាត់ទៀតណាអញ្ចឹងកុំថាឡើយរដូវត្រជាក់សំបីតែរដូវធម្មតាក៏ដោយមនុស្សចាស់កាន់តែដួលហើយគឺថាប្រឈមនឹងការស្លាប់ឆាប់បើសិនជាមានការថែទាំបីបានល្អអានឹងគាត់ជាសំណាងអាចគាត់នៅរស់បានយូរប៉ុន្តែភាគច្រើនតាមរបាយការណ៍អ្នកចាស់ពេលតែគាត់ដួលជាពិសេសពេលដួលបាក់ចកេះឬក៏បាក់តាគៀក
ឬក៏បាក់ឆ្អឹងជើងដែលធ្វើជាមូលហេតុដែលធ្វើឲ្យគាត់ធ្វើចលនាបានហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យជំងឺទាំងប្រមាណហ្នឹងគឺសន្ទ្រប់ចូលគាត់នៅក្នុងពេលហ្នឹងគឺធ្វើឲ្យគាត់ស្លាប់ហ្នឹងដួលហ្នឹងគឺជាបញ្ហាមួយដែលមូលហេតុមួយចម្បងខ្លាំងណាស់បងប្អូនគួរតែគិតចាប់អារម្មណ៍ហើយជាមួយនឹងមួយទៀតពេលជួនកាលទៅគាត់ដោយខ្លួនគាត់ភ្លេចគិតខ្លួនគាត់ថាគាត់មានវ័យចំណាស់វ័យអីចឹងណាគាត់ធ្វើចលនាគ្រប់បែបយ៉ាងគាត់នឹកឃើញថាគាត់ដូចជាគាត់នៅក្មេងប៉ុន្តែគាត់អត់បានដឹងថាវ័យទាំងអស់ហ្នឹងគឺជាវ័យមួយដែលឆ្អឹងរបស់គាត់នឹងកំពុងតែមានភាពស្ពួតហើយខ្សោះណាអញ្ចឹងឆ្អឹងខ្សោះយើងមិនអាចមើលឃើញនឹងផ្នែកយើងបានទេប៉ុន្តែអារម្មណ៍រាងកាយរបស់យើងនឹកឃើញថាយើងនឹងនៅហំហួនណាជាពិសេសទៀតគឺអ្នកដែលគាត់លើសគីឡូលើសអីទៀតរាងកាយកំពុងតែខ្សោះនៅឆ្អឹងកំពុងតែស្រួយផងឆ្អឹងស្រួយផងបូករួមជាមួយនឹងគីឡូរបស់គាត់នឹងលើសធម្មតាទៀតត្រូវឆ្អឹងនឹងត្រូវគ្រប់គ្រងជាមួយនឹងទម្ងន់ខ្លួនរបស់គាត់នឹងទៀតដូច្នេះបូករួមជាមួយនឹងគាត់ភ្លេចគិតថាខ្លួនគាត់កំពុងមានវ័យនឹងហើយឆ្អឹងគាត់កំពុងតែស្គួតចឹងហើយជួនកាលទៅគាត់នឹកឃើញគាត់លើកនេះលើកនោះឬក៏គាត់ពោចៅពោអីចឹងណាហើយធ្វើតាមកាយវិការដែលនឹកឃើញថាគាត់នៅមានកម្លាំងមាំមួនហ្នឹងប៉ុន្តែដល់ពេលមានបញ្ហាបាក់គ្រិចឆ្អឹងខ្នងឆ្អឹងចង្កេះជាពិសេសគឺថាសឹងតែ 90% ហើយឆ្អឹងផាលគាត់ណានឹងឆ្អឹងតគិរបស់គាត់ហ្នឹងគឺងាយនឹងបាក់ណាស់ជំងឺមនុស្សចាស់ហើយកាលណាដែលបាក់ឆ្អឹងផាលនឹងហើយគឺត្រូវដេកនឹងកន្លែងហើយកាលណាដេកនឹងកន្លែងបងប្អូននឹងស្រាប់ហើយជំងឺគ្រប់មុខនឹងសន្ធប់ចូលដូច្នេះដួលបងប្អូនគួរតែចាប់អារម្មណ៍អំពីគាត់បន្តិចប្រយ័ត្នប្រយែងហើយកុំឲ្យ floor អីហ្នឹងមានទឹកមានអីត្រូវតែជូតឲ្យស្ងួតឬក៏ជួនកាលទៅខ្ទប់ដាក់នៅលើកម្រាលក្តារដែលអលងហ្នឹងគាត់ដើរលើហ្នឹងវាអាចគល់អិលដែរគួរជាមូលហេតុមួយធ្វើឲ្យគាត់ដួលណាដូច្នេះប្រយ័ត្នមែនតើហ្នឹងហើយការដួលហ្នឹងហើយមូលហេតុទី4ដែលធ្វើឲ្យគាត់ងាយនឹងធ្លាក់ទៅខ្លួនឈឺកាន់តែធ្ងន់ហើយគាត់ស្លាប់នៅក្នុងរដូវរងាហ្នឹងគឺថាដោយសាររដូវរងាគាត់អត់មានឱកាសដើម្បីចេញទៅក្រៅចាស់ពេលរងាគាត់នៅខំពូននៅខាងក្នុងណានៅក្នុងផ្ទះអញ្ចឹងទៅគាត់ហ៊ានចេញទៅក្រៅនេះគឺជាដើមចមមួយដែលធ្វើឲ្យគាត់คล้ายទៅជាអ្នកឯកានៅក្នុងរដូវរងាហ្នឹងបើសិនជាសំណាងមានកូនចៅអាសាទៅលេងសួរសុខទុក្ខឬក៏អីចឹងអាហ្នឹងវាមិនសូវជាអីប្រហែលទេណាប៉ុន្តែជួនកាលទៅអត់មានកូនចៅទៅលេងទៅសួរសុខទុក្ខទៀតធ្វើឲ្យគាត់នៅម៉ងតែម្នាក់ឯងឬក៏ពីរអ្នកយាយតាទៅនៅផ្ទះហ្នឹងអាហ្នឹងគឺជាដើមចមមួយដែលធ្វើឲ្យគាត់នឹងមានបញ្ហាជំងឺបាក់ទឹកចិត្តនឹងជំងឺបាក់ទឹកចិត្តអាហ្នឹងក៏ជាមូលហេតុដែលធ្វើឲ្យរាងកាយរបស់គាត់មនុស្សយើងកាលណាមានជំងឺបាក់ទឹកចិត្តហ្នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់គាត់ហ្នឹងគឺថាចុះទ្រុឌទ្រោមតែម្ដងនឹងគឺជាឱកាសមួយដែលធ្វើឲ្យមេរោគខាងលើដែលខ្ញុំរាយរាប់ខាងលើហ្នឹងវាងាយនឹងសន្ធប់ចូលនៅក្នុងរាងកាយរបស់គាត់ដូច្នេះយើងគួរតែគិតយ៉ាងម៉េចធ្វើយ៉ាងម៉េចដើម្បីកុំឲ្យគាត់ធ្លាក់នៅក្នុងភាពឯកាណានៅក្នុងរដូវរងាយើងគួរតែនេះហើយបើសិនជាបងប្អូនមានជំងឺផ្ដាសាយយើងដឹងថាខ្លួនយើងកំពុងផ្ដាសាយហើយយើងគួរតែជៀសវាងកុំទៅជិតគាត់ដើម្បីចម្លងជំងឺផ្ដាសាយទៅគាត់ណាហ្នឹងហើយមួយទៀតគ្រោះថ្នាក់តាមរបាយការណ៍របស់រដ្ឋាភិបាលពីទីក្រុងស៊ីដនីគេបានចេញរបាយការណ៍ថាមនុស្សចាស់ពីអាយុ60ឡើងទៅនៅក្នុងរដូវរងាគឺមានភាគរយច្រើនណាស់ដែលគាត់ស្លាប់នឹងភ្លើងឆេះផ្ទះដោយសារគាត់ប្រើនៅម៉ាស៊ីនកម្ដៅឬក៏ជួនកាលទៅដុតកម្ដៅជាដុតអុសនៅក្នុងផ្ទះណាអត់ម៉ាស៊ីនឡដែលប្រើអុសណាហ្នឹងហើយឬក៏ជួនកាលទៅគាត់ប្រើប្រភេទគេហៅថាភួយកម្ដៅភួយដែលគេប្រើភ្លើងភួយហ្នឹងគេដោតដូចដែលមានភ្លើងដោតទៅគឺថាមានតែភ្លើងរត់ចូលក្នុងភួយហ្នឹងធ្វើឲ្យក្តៅងុំនៅក្នុងភួយហ្នឹងគាត់គេងនៅក្នុងភួយហ្នឹងអាហ្នឹងគឺបើសិនជាភួយហ្នឹងមានការត្រួតពិនិត្យឲ្យច្បាស់លាស់វាធានាថាវាអត់មានបញ្ហាអីទេឬវាមិនអីណាប៉ុន្តែភាគច្រើនមួយចំនួនដែលកើតឡើងហ្នឹងគឺតែច្រើនតែជំកាត់ទៅភួយហ្នឹងវាចាស់ពេកជំកាត់ទៅខ្សែភ្លើងវាបាក់វាបែកអីចឹងទៅធ្វើឲ្យមានបញ្ហាដែលធ្វើឲ្យគាត់ស្លាប់ដោយសារ heater ហ្នឹង
ដូច្នេះ heater គឺគាត់ខំធ្វើយ៉ាងម៉េចដើម្បីឲ្យរក្សានៅកម្ដៅខ្លួនរបស់គាត់បានប៉ុន្តែចៃដន្យដោយសារការប្រើ heater អត់បានគ្រប់គ្រាន់អត់បានត្រឹមត្រូវមួយទៀត heater នឹងទៀតខ្ញុំតែងតែលើកទឹកចិត្តជូនបងប្អូនត្រង់ថាការប្រើ heater ជួនកាលទៅវាជួយមែនប៉ុន្តែបើសិនជាយើងអត់ចេះប្រើ heater heater ហ្នឹងគឺជាដើមចមមួយដែលធ្វើឲ្យគ្រោះថ្នាក់ដល់រាងកាយរបស់យើងដឹងយ៉ាងម៉េចព្រោះថាពេលនៅក្នុងផ្ទះរបស់យើងជួនកាលទៅជាពិសេសនៅក្នុងបន្ទប់ដែលគេងហ្នឹងបើសិនជាយើងបើក heater ក្តៅខ្លាំងពេកអាហ្នឹងធ្វើឲ្យទី1ពេលដែលមេឃត្រជាក់គាត់ខ្លាចចំហាយត្រជាក់ចូលអញ្ចឹងគាត់ត្រូវបិទទ្វារឡើងជិតហើយនៅក្នុងចាប់ដើមបើក heater នេះគឺជាដើមចមមួយដែលគ្រោះថ្នាក់ព្រោះថាកាលណាដែលយើងបិទទប់ចិត្តធម្មតាបើបងប្អូនចាប់អារម្មណ៍ទេផ្ទះដែលគេសង់ជាពិសេសគឺសង់ផ្ទះសង់ថ្មីពីដើមមកក៏ដោយក្នុងបន្ទប់គេតែងតែមានទ្វារបើកហ្នឹងទ្វារចេញចូលហ្នឹងនៅខាងក្រោមទ្វារហ្នឹងគេទុកប្រឡោះប្រហែលជា1សង់ទីម៉ែត្រឬក៏2សង់ទីម៉ែត្រហ្នឹងហើយឲ្យមានប្រឡោះនៅខាងហ្នឹងគឺមូលហេតុអីគឺដើម្បីឲ្យខ្យល់ពីខាងក្រៅហ្នឹងអាចចូលមកបានចំហាយពីខ្យល់ពីក្នុងហ្នឹងអាចចេញទៅក្រៅបានពីក្រៅនិយាយរួមទៅដើម្បីឲ្យមានចរន្តខ្យល់ចេញចូលហ្នឹងហើយប៉ុន្តែបងប្អូនមួយចំនួនគាត់អត់យល់គាត់នឹកឃើញថានៅចន្លោះប្រហោងហ្នឹងគឺថាត្រូវតែរកអីមកបិទឲ្យជិតរួចហើយចាប់ផ្ដើមបើក heater នៅក្នុងបន្ទប់គេងហ្នឹងគឺជាដើមចមមួយកាលណាដែលheater ហ្នឹងកាលណាយើងបើកបើសិនជាយើងបើកកម្ដៅតិចវាមិនជាប្រមាណណាប៉ុន្តែធម្មតាគាត់ខ្លាចល្ងាគាត់ចាញ់ល្ងាគាត់បើកកម្ដៅហ្នឹងឡើងរហូតទៅដល់25 26ចំកាលទៅរហូតដល់27 degree ក៏មានដែរអង្សាក៏មានដែរកាលណាដែលយើងបើក heater នឹងក្តៅពេក heater នឹងកម្ដៅបងប្អូនត្រូវចាំថាកម្ដៅគឺវាស៊ីអុកស៊ីសែនវាសម្លាប់អុកស៊ីសែនវាបង្កើតនៅឧស្ម័នកាបូនិកបូករួមជាមួយនឹងដង្ហើមដែលយើងដកចេញនេះក៏ជាអុកស្ម័នកាបូនិកទៀតអញ្ចឹងបើសិនជាកាលណាយើងបើក heater នៅក្នុងបន្ទប់យើងនឹងក្តៅពេកហើយអត់មានខ្យល់ចេញចូលទៀតធ្វើឲ្យពេលដែលយើងទឹកបញ្ចូលទៅភ្លាមហ្នឹងយើងអត់មានអារម្មណ៍ថាអត់អីទេព្រោះថាវានៅសល់អុកស៊ីសែននៅក្នុងហ្នឹងពេលយើងបើកទ្វារចូលទៅវាអុកស៊ីសែនហ្នឹងវាចូលមកគ្រប់គ្រាន់ហើយយើងចាប់ដើមទៅដល់ភួយយើងគេងបិទទ្វារជិតបើកម៉ាស៊ីនកម្ដៅកាលណាយើងគេងដល់ពាក់កណ្ដាលជួនកាលមិនដល់ពាក់កណ្ដាលត្រៀនឬក៏ជិតភ្លឺចំហាយអុកស៊ីសែនដែលយើងដកហ្នឹងវាអស់បូករួមជាមួយកម្ដៅ heater ហ្នឹងវាសម្លាប់អុកស៊ីសែននៅក្នុងហ្នឹងទៀតអានឹងហើយដែលជាធ្វើឲ្យក្នុងបន្ទប់ហ្នឹងខ្វះអុកស៊ីសែនកាលណាខ្វះអុកស៊ីសែនពេលគាត់គេងទៅហ្នឹងគាត់មានអារម្មណ៍ថាហេវប្រែខ្លួនចុះប្រែឡងដបោបើសិនគាត់ឃើញមានអារម្មណ៍ថាហេវអញ្ចឹងគាត់ងើបឡើងមកដើម្បីបើកទ្វារទៅញ៉ាំទឹកញ៉ាំអីអាហ្នឹងវាអាចសង្គ្រោះគាត់បានមួយពេលហ្នឹងប៉ុន្តែជួនកាលក្នុងករណីមួយទៀតពេលគាត់ចាស់គាត់អត់ចង់ចេញចូលខ្លាចល្ងាខ្លាចអីចឹងគាត់ហេវហត់ប្រែចុះប្រែឡើងចឹងរហូតទៅដល់គាត់ជាប្រឹងគេងណាហើយដល់ពេលដល់ដំណាក់កាលមួយហេវខ្លាំងពេកទៅគាត់ខ្ជិលរើដៃរើជើងអុកស៊ីសែនកាន់តែខ្វះទៅធ្វើឲ្យគាត់កាំងបេះដូងស្លាប់នៅក្នុងបន្ទប់ដោយសារ heater ហ្នឹងគឺមានករណីហ្នឹងគឺមានកើតឡើងច្រើនណាស់ដូច្នេះក្នុងបញ្ហាដែលការប្រើប្រាស់ heater ហ្នឹងគឺថាបងប្អូនគួរតែចាប់អារម្មណ៍ឲ្យមែនតើគ្រោះថ្នាក់ខ្លាំងជាទីបំផុតហើយ heater ហ្នឹងហើយបើសិនជាទោះបីមិនធ្វើឲ្យយើងស្លាប់ក៏ដោយក៏ heater ហ្នឹងធ្វើឲ្យកម្ដៅហ្នឹងវាធ្វើឲ្យរាងកាយរបស់យើងវាស្ងួតដូចយើងហាលងៀតគោអញ្ចឹងណាពេលដែលយើងគេងទៅដង្ហើមរបស់យើងដកចេញដកចូលហ្នឹងគឺវាបញ្ចេញនៅជាតិទឹកពីក្នុងរាងកាយរបស់យើងហ្នឹងគ្រប់ដង្ហើមចេញចូលរបស់យើងហ្នឹងកាលណាយើងដកដង្ហើមចេញម្ដងបើសិនជាបងប្អូនយកកែវឬក៏យកកញ្ចក់មកដាក់នៅមុខច្រមុះរបស់យើងហ្នឹងយើងនឹងឃើញវាស្អាប់មិនឃើញហ្នឹងហើយគឺជាអុកស៊ីសែនគឺជាជាតិទឹកដែលវារាងកាយរបស់យើងហ្នឹងវាបញ្ចេញចេញមកខាងក្រៅហ្នឹងរាងកាយរបស់យើងជាធម្មតាវាបានជាតិបាត់ជាតិទឹកដោយធម្មជាតិយ៉ាងហើយបូករួមជាមួយពេល heater កាន់តែក្តៅទៀតជាតិទឹកក្នុងរាងកាយរបស់យើងហ្នឹងកាន់តែខ្សោះហ្នឹងហើយដែលជាដើមចមមួយធ្វើឲ្យរាងកាយរបស់គាត់នឹងខ្វះជាតិទឹកហើយយើងដឹងថាកាលណាដែលរាងកាយពេលជាពិសេសគឺពេលយប់នឹងទៀតមេឃត្រជាក់ផងរាងកាយប្រឈមជាមួយនឹងការដែល
លំហូរឈាមកំពុងតែយឺតផងហើយជាមួយនឹងធ្វើឲ្យយើងខ្សោះជាតិទឹកទៀតហ្នឹងហើយធ្វើឲ្យឈាមរបស់យើងហ្នឹងរបស់គាត់ចាស់ហ្នឹងកាន់តែខាប់ទៀតកាន់តែឈាមកាន់តែខាប់គឺជាហានិភ័យមួយដែលធ្វើឲ្យគាត់ងាយនឹងកើត stroke ឬក៏គាំងបេះដូងណាស្ទះសរសៃឈាមបេះដូងលាក់ហ្នឹងគឺជាបញ្ហាមួយដែលយើងគួរតែចាប់អារម្មណ៍បំផុតនៅក្នុងរដូវរងាមួយឆ្នាំហ្នឹង heater គឺជានេះចុះសួរថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យសុវត្ថិភាពក្នុងការប្រើប្រាស់ heater បងប្អូនត្រូវចាំចេះរាងកាយរបស់យើងតាមពិតទៅរាងកាយរបស់យើងអាចទទួលបាននៅកម្ដៅទប់ទល់នៅត្រជាក់ហ្នឹងត្រឹម20អង្សា19ទៅ20អង្សាហ្នឹងគឺថាមកល្មមដូច្នេះបើក heater ខ្ញុំលើកទឹកចិត្តត្រឹមតែ18ទៅ19អង្សាក្រោម20អង្សាបានហើយបូករួមជាមួយនឹងយើងស្លៀកនៅសម្លៀកបំពាក់ឲ្យបានក្រាស់ជាមួយនឹងពាក់ប៊ីនីពាក់មួកឡែនហ្នឹងហើយជាមួយនឹងស្រោមដៃស្រោមជើងសម្លៀកបំពាក់ឲ្យបានច្រើនជាន់អាហ្នឹងគឺជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់ក្នុងការរក្សាកម្ដៅនៅលើរាងកាយរបស់យើងណាព្រោះថាកាលណាដែលរាងកាយរបស់យើងកាលណាយើងស្លៀកពាក់នៅសម្លៀកពាក់បានគ្រប់គ្រាន់ហ្នឹងវាបង្កើតនៅកម្ដៅដោយខ្លួនឯងនៅក្នុងរាងកាយរបស់យើងហ្នឹងក្នុងនេះហ្នឹងបង្កើតកម្ដៅមកល្មមបូករួមជាមួយនឹងក្នុងបន្ទប់យើងហ្នឹងយើងបើកបើសិនជាយើងបងប្អូនបើក heater គឺបើកទៅចប់ប៉ុន្តែត្រូវពិនិត្យមើលខាងក្រោមទ្វារហ្នឹងយើងគួរតែទុកឲ្យមានប្រឡោះដើម្បីឲ្យមានខ្យល់ចេញចូលបើយកល្អក្នុងបន្ទប់យើងក្រោមទ្វារយើងមានប្រឡោះបន្តិចចឹងហើយនៅតាមបង្អួចនៅក្នុងបន្ទប់របស់យើងវាតែងតែមានបង្អួចនៅស្រុកនេះគេមិនបិទឲ្យជិតទេគេមានប្រដាប់បង្វិលដើម្បីបង្ហើបឲ្យវាមានខ្យល់ចេញចូលយើងគួរតែបើកទូចមួយទេមិនកុំឲ្យខ្លាចថាវាល្ងាយើងគួរតែបើកប្រហែលជាប៉ិនក្បាលប៊ិចហ្នឹងបានហើយទូចបានហើយយើងសើតែយើងដាក់ដៃទៅមានអារម្មណ៍ថាវាមានចំហាយត្រជាក់ចូលមកតិចអាហ្នឹងជារឿងមួយដែលល្អបានន័យថាខ្យល់វាអាចឆ្លងកាត់បានអញ្ចឹងខាងក្រោមទ្វារយើងមានប្រឡោះបន្តិចនៅលើបង្អួចយើងមានប្រហោងតែបន្តិចមកនិយាយរួមទៅទូចបានហើយកាលណាធំចំហាយត្រជាក់វាចូលខ្លាំងពេកធ្វើឲ្យគាត់នឹងគ្រប់គ្រងបានអញ្ចឹងទិសដៅគឺថាយើងបើកលេខយ៉ាងម៉េចឲ្យតែវាមានដង្ហើមកាលណាមានខាងផ្នែកទ្វារមានប្រឡោះតូចមួយហើយបង្អួចមានប្រឡោះតូចមួយបានន័យថាខ្យល់វាអាចឆ្លងពីមួយទៅមួយបងប្អូនមានចាប់អារម្មណ៍បើសិនយើងបើកតែត្រឹមតែបាតទ្វារតែមួយមុខគោខ្យល់ហ្នឹងគោមិនអាចចូលមកបានទេប្រៀបបានដូចជាក្នុងដបអញ្ចឹងក្នុងដបអត់សូវមានអុកស៊ីហ្សែននៅក្នុងដបទេណាព្រោះខ្យល់វាអត់ឆ្លងកាត់ទៅវាចូលតាមមាត់ដបស្អីបើមាត់ដបយើងអត់បើកអត់បិទមែនប៉ុន្តែខ្យល់មិនអាចចូលទៅក្នុងនឹងបានទេដោយសារអីដោយសារវាអត់មានផ្លូវសម្រាប់ឲ្យគូតដបនោះវាអត់មានប្រហោងអញ្ចឹងខ្យល់វាអុកស៊ីហ្សែនវាអត់អាចឆ្លងកាត់បានទេយ៉ាងណាមិញក្នុងបន្ទប់យើងក៏ចឹងដែរបងប្អូនត្រូវយល់អញ្ចឹងណាអាហ្នឹងជាវិធីសាស្ត្រមួយគឺជាចំណុចមួយសំខាន់ណាស់ការរស់នៅទោះបីរដូវត្រជាក់ឬក៏រដូវក្តៅយ៉ាងម៉េចក៏ដោយត្រូវចាំក្នុងបន្ទប់ជាពិសេសនៅអូស្ត្រាលីនេះផ្ទះគេធ្វើចិត្តខ្លាំងណាស់ធ្វើចិត្តខ្លាំងមែនតើអញ្ចឹងបើសិនជាបងប្អូនអត់យល់វាចំណុចហ្នឹងគឺបិទឲ្យចិត្តគ្រប់បែបយ៉ាងជួនកាលទៅគេទុកប្រឡោះចឹងហើយយើងទៅយកប្រដាប់យកមកបិទទប់ខាងក្រោមនឹងកុំឲ្យគេឮសំឡេងយើងនិយាយពីក្នុងទប់ចេញមកឬក៏ខ្លាចចំហាយត្រជាក់នឹងវាចូលមកទៀតយើងទៅបិទវាឲ្យចិត្តអាហ្នឹងហើយគឺជាវិធីមួយដែលធ្វើឲ្យយើងនឹងសម្លាប់នៅអុកស៊ីហ្សែនគឺសម្លាប់រាងកាយរបស់យើងដោយមិនដឹងខ្លួនណាអាហ្នឹងគឺជារឿងមួយសំខាន់ខ្លាំងមែនយើងជាចំណេះដឹងមួយដែលបងប្អូនគួរតែចាប់អារម្មណ៍អំពីបញ្ហាហ្នឹងអញ្ចឹងបញ្ហាចំពោះការរក្សាកម្ដៅក្នុងខ្លួនរបស់គាត់ហ្នឹងគឺសំខាន់ហើយអញ្ចឹងវិធីតើយើងគួរតែធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ឆ្លងផុតនៅក្នុងរដូវរងាហ្នឹងតើវិធីសាស្ត្រយើងគួរតែធ្វើយ៉ាងម៉េចដើម្បីបងប្អូនត្រូវចាំចេះពេលដែលកើតពេលរដូវរងាមកគឺជាឱកាសមួយដែលធ្វើឲ្យជំងឺWarrant flu ហ្នឹងវាសន្ធប់ចូលមករាងកាយរបស់យើងគឺដោយសារអីគឺដោយសារពេលដែលយើងរដូវរងាយើងអត់សូវចេញទៅក្រៅអត់សូវអីដូចខ្ញុំនិយាយខាងលើអញ្ចឹងអត់មាន
កាសទៅធ្វើលំហាត់ប្រាណជំងឺទៅអត់ចេញទៅខាងក្រៅដើម្បីទទួលនៅកម្ដៅថ្ងៃទទួលយកនៅវីតាមីន D នឹងធ្វើឲ្យរាងកាយរបស់គាត់នឹងស្រុតចុះព្រោះថាវីតាមីន D គឺជាប្រភេទវីតាមីនមួយយ៉ាងដែលវាជួយជំរុញឲ្យប្រព័ន្ធចិត្តធាតុផ្សំរបស់យើងហ្នឹងវាកើនវាខ្លាំងបើសិនជាមានមេរោគល្មមចូលមកយើងរាងកាយរបស់យើងវាអាចសម្លាប់ឈ្នះវាយឈ្នះជាមួយនឹងប្រភេទ virus ហ្នឹងហើយប៉ុន្តែដោយអកុសលរដូវរងាទាំងយើងទាំងគេទាំងក្មេងទាំងចាស់យើងមិនសូវជាមានគេហៅថាសកម្មភាពនៅខាងក្រៅផ្ទះអាហ្នឹងហើយដែលជាមូលហេតុដែលធ្វើឲ្យរាងកាយហ្នឹងកាន់តែស្រុតទ្រាំចុះអញ្ចឹងតើយើងគួរធ្វើយ៉ាងម៉េចដើម្បីជួយចាស់ដើម្បីឲ្យគាត់ឆ្លងផុតនៅរដូវរងាហ្នឹងការលើកទឹកចិត្តទី1ដែលសំខាន់បំផុតជាពិសេសគឺខែនេះគឺខែ4ឈានចូលមកខែ5ហ្នឹងគេលើកទឹកចិត្តឲ្យយើងគួរតែចាស់គុំថាឡើយចាស់យើងក្មេងៗក៏ចឹងដែរត្រូវតែទៅចាក់វ៉ាក់សាំងការពារដើម្បីការពារជំងឺ flu ប្រភេទ flu ហ្នឹងហើយត្រូវតែចាក់ថ្នាំការពារflu ហ្នឹងហើយសួរថាតើពេលណាដែលយើងចាក់ថ្នាំវ៉ាក់សាំងការពារ flu ហ្នឹងឲ្យបានមានប្រសិទ្ធភាពតាមរដ្ឋាភិបាលអូស្ត្រាលីគេលើកទឹកចិត្តឲ្យយើងចាក់ពីដើមខែ5ហ្នឹងហើយដើមខែ5ប៉ុន្តែបើតាមខ្ញុំវ៉ាក់ស៊ីនដែលមានសម្រាប់ flu រៀងរាល់ឆ្នាំហ្នឹងគេចាប់ដើមមានហ្នឹងគឺមាននៅចុងខែ3ដើមខែ4ហ្នឹងគឺគេមានហើយដូច្នេះយើងអាចចាប់ដើមចាក់កាន់តែឆាប់កាន់តែល្អដើម្បីការពារមុនពេលនឹងវាកើតដូច្នេះបងប្អូនត្រូវចាំចេះហេតុអីដែលវ៉ាក់ស៊ីនរបស់ flu ហ្នឹងវាមានហេតុអីរងចាំមិនក៏មិនមានមួយឆ្នាំទល់មួយឆ្នាំទៅព្រោះថាវ៉ាក់ស៊ីនហ្នឹងជារៀងរាល់ឆ្នាំមានការបំលាស់ប្ដូរជារៀងរាល់ឆ្នាំព្រោះថាការវិវត្តនៃ flu ហ្នឹងវាកាន់ដូចឆ្នាំហ្នឹងយើងប្រើ flu អញ្ចឹងទៅរាងកាយរបស់យើងវាស៊ាំជាមួយនឹងហើយហ្នឹងវាចេះបំលែងទៅ flu ប្រភេទផ្សេងដូច្នេះអ្នកវិទ្យាសាស្ត្រត្រូវការសិក្សាជាមួយនឹងការបំលែងបំរែបំរួល flu ហ្នឹងគេត្រូវបង្កើតនៅវ៉ាក់ស៊ីនថ្មីដើម្បីការពារវាទៀតបើមិនអញ្ចឹងទេឆ្នាំក្រោយយើងប្រើដដែលហ្នឹងវាអត់មានប្រសិទ្ធភាពអញ្ចឹងហើយបានជារៀងរាល់ចុងខែ3ដើមខែ4ហ្នឹងគឺវ៉ាក់ស៊ីនរដ្ឋាភិបាលចាប់ផ្ដើមចេញឲ្យយើងប្រើប្រាស់ហើយណាហ្នឹងហើយដូច្នេះលើកទឹកចិត្តឲ្យបងប្អូនគួរតែបើសិនជាមិនទាន់បានទៅចាក់វ៉ាក់ស៊ីនគួរតែចាប់ផ្ដើមជូនឪពុកម្ដាយឬក៏ខ្លួនឯងហ្នឹងទៅចាក់ឲ្យហើយហ្នឹងហើយចាក់វ៉ាក់ស៊ីន flu ហើយជាមួយនឹង covid បើសិនជាចាស់ពីអាយុ65ឡើងទៅគេលើកទឹកចិត្តឲ្យយើងត្រូវចាក់ boost covid ណាបងប្អូនជួនកាលទៅដល់ដំណាក់កាលហ្នឹងយើងឃើញថា covid ទៅស្ងាត់ហើយមិនក៏លឺថាលីមីតែលើកទឹកចិត្តឲ្យចាក់ covid boost covid អីទៀតវារឿងហួសសម័យណាបើសិនជាយើងនៅក្មេងៗក្រោមអាយុ65អូខេរាងកាយរបស់យើងវាអាចផ្សំជាមួយនឹង covid ហើយយើងមានជាតិប្រឆាំងជាមួយCOVID ហ្នឹងយើងអាចវាយឈ្នះជាមួយ COVID បានធម្មតាបដាសាយអីយើងអាចនេះសឹងតែយើងមិនបាច់ចាក់ក៏បានដែរវ័យក្មេងប៉ុន្តែពី65ឡើងទៅគេលើកទឹកចិត្តគួរតែត្រូវចាក់មួយឆ្នាំមួយដងគឺ boost ហ្នឹងហើយពី65ទៅ75គឺត្រូវតែមួយឆ្នាំចាក់ម្ដងដើម្បី boost COVID ហ្នឹងណានៅវ៉ាក់សាំង COVID ហ្នឹងគឺលើកទឹកចិត្តបងប្អូនដើម្បីឲ្យច្បាស់បន្ថែមពេលទៅជួបវិជ្ជបណ្ឌិត family doctor យើងហ្នឹងយើងគួរតែពិភាក្សាជាមួយវិជ្ជបណ្ឌិតសួរយោបល់បន្ថែមអំពីបញ្ហា COVID ហ្នឹងណាប៉ុន្តែតាមអ្វីដែលខ្ញុំដឹងគឺយើងត្រូវចាក់អញ្ចឹងហើយបើសិនជាអ្នកដែលមានអាយុលើសពី75ឆ្នាំឡើងទៅគេលើកទឹកចិត្តរដ្ឋាភិបាលនេះមិនមែនខ្ញុំនិយាយទេនេះគឺជាគោលការណ៍របស់រដ្ឋាភិបាលអ្នកដែលអាយុពី75ឡើងទៅគេលើកទឹកចិត្តត្រូវតែចាក់2ដង6ខែយើងត្រូវចាក់ម្ដងណា boost អាហ្នឹងគេចាក់ដើម្បីរក្សានៅចិត្តប្រឆាំងនឹង COVID ហ្នឹងឲ្យបានខ្លាំងព្រោះថាពេលអាយុកាន់តែចាស់គឺថារាងកាយរបស់គាត់នឹងកាន់តែខ្សោយដូច្នេះត្រូវការ boost ឲ្យខ្លាំងមែនទែនដើម្បីគាត់ទប់ទល់ជាមួយនឹង COVID ជាពិសេសគឺក្នុងរដូវរងាហ្នឹងហើយជាមួយនឹងវ៉ាក់សាំងមួយទៀត RSV ហ្នឹងប្រភេទ virus ប្រភេទ RSV ហ្នឹងក៏ដូចជាប្រភេទ flu influenza ហ្នឹងដែរ
ដូច្នេះប្រភេទយើងឃើញ flu អញ្ចឹងវាមានច្រើនប្រភេទណា virus ហ្នឹងបងប្អូនមួយចំនួនគាត់តែនិយាយថាខ្ញុំចាក់វ៉ាក់សាំងហើយហេតុអីក៏នៅតែផ្ដាសាយទៅដដែលអញ្ចឹងលើក្រោយឆ្នាំក្រោយខ្ញុំមិនបាច់ចាក់មិនបាច់ទៅចាក់មិនបាច់អីចាក់ហើយនៅតែមាន flu ដដែលមានផ្ដាសាយដដែលដូចជាអត់ចាក់អញ្ចឹងប្រហែលជាវ៉ាក់សាំងនោះអត់មានប្រសិទ្ធភាពនេះគឺជាការយល់ច្រឡំណាព្រោះថាប្រភេទ virus វាមាន influenza វាមាន RSV ហ្នឹងគឺជាប្រភេទ virus ហើយប្រភេទ cold ធម្មតាផ្ដាសាយដែលមកកណ្ដាលឲ្យយើងក្តាស់ឈុច2ថ្ងៃហៀស្បោមួយថ្ងៃ2ថ្ងៃតិចតួចហ្នឹងវាទៅបាត់អាហ្នឹងវាជាប្រភេទ virus ហ្នឹងវាមិនចាំបាច់ដែលអ្នកវិទ្យាសាស្ត្រធ្វើវ៉ាក់សាំងហ្នឹងទេគេច្រើនតែធ្វើវ៉ាក់សាំងដែលប្រភេទផ្ដាសាយធំហ្នឹងហើយដើម្បីទប់ទល់អូខេអញ្ចឹងដំណោះស្រាយដាច់ខាតគឺសំខាន់បំផុតគឺត្រូវតែចាក់វ៉ាក់សាំងហ្នឹងហើយចាក់វ៉ាក់សាំងឲ្យបានគ្រាន់តាន់ពេលវេលាទី2ត្រូវតែឲ្យគាត់នឹងរក្សាកម្ដៅរាងកាយឲ្យបានគ្រប់គ្រាន់ណារក្សាសំខាន់ណារបៀបរក្សាកម្ដៅរាងកាយហ្នឹងគឺថាត្រូវតែធ្វើយ៉ាងម៉េចឲ្យរាងកាយរបស់យើងហ្នឹងនៅរក្សានៅសីតុណ្ហភាពក្តៅឲ្យគ្រប់គ្រាន់តាមរយៈនៃការស្លៀកនៅសម្លៀកបំពាក់ក៏ដូចជាពាក់មួកឡែនស្រោមដៃស្រោមជើងពេលគេងយប់អីហ្នឹងគួរតែពាក់ស្រោមដៃស្រោមជើងថ្មីបើដូចខ្ញុំវ័យប៉ុនខ្ញុំអញ្ចឹងខ្ញុំគេងហ្នឹងក៏ខ្ញុំត្រូវតែពាក់ស្បែកជើងស្រោមជើងក្រាស់ជាមួយនឹងស្រោមដៃហើយជាមួយនឹងខ្ញុំពាក់មួកឡែនប៉ុន្តែចំពោះខ្ញុំអត់បើក heater ទេទម្លាប់គ្រួសាររបស់ខ្ញុំហ្នឹងគឺអត់មានប្រើ heater ក្នុងផ្ទះខ្ញុំហ្នឹងអត់ប្រើទេប្រើតែក្នុង living room ទាំងអស់ប៉ុន្តែពេលកតុបគេងគឺអត់ប្រើទេតាមរយៈដែលយើងប្រើភួយក្រាស់ជាមួយនឹងស្លៀកនៅសម្លៀកបំពាក់គេងគឺថាដើម្បីធានានៅអុកស៊ីហ្សែនភ្ញាក់ឡើងមកគឺថាមានកម្លាំងព្រឹសដោយសារអីយើងអត់មានប្រើប្រភេទ heater ហ្នឹងប៉ុន្តែចំពោះអ៊ំចាស់យើងគួរតែប្រើ heater ឲ្យគាត់ខ្លាចទៅគាត់ទប់ទល់ឲ្យបានយើងគួរតែប្រើប៉ុន្តែសេរីក្នុង heater នៅក្នុងបន្ទប់ហ្នឹងយើងត្រូវតែឆែកមើលប្រភេទ heater ប្រភេទហ្នឹងគឺគេ heater មួយចំនួនគេបើកដើម្បីរក្សានៅ automatic វាហ្នឹងគឺបើសិនជាយើងអាច set up ដល់កម្រិតប៉ុណ្ណាវានឹង automatic វាឈប់មកដើម្បីរក្សាឲ្យនៅថេប៉ុន្តែកន្លងមកមានករណីច្រើនណាស់ដែលស្លាប់ដោយសារ heater ហ្នឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងជួនកាល heater មួយចំនួនយើងសេរីកុងតាក់ហ្នឹងប៉ុន្តែសេរីទៅវាអត់ work ដល់ពេលជួនកាលវាខូចវា error ដូច្នេះយើងត្រូវការឆែកជាប្រចាំក្នុងការនេះដែរជួនកាលយើងសេរីទៅឃើញថាយើងនឹកឃើញថាវានៅកម្ដៅប៉ុណ្ណឹងយើងគេងដល់គេងដល់កម្ដៅវាអត់ថយចុះវាកាន់តែនេះទៀតហើយមនុស្សយើងពេលដែលយើងគេងពេលដែលក្ដៅខ្លាំងពេលដែលយើងបាត់ជាតិទឹកពេលដែលយើងខ្វះអុកស៊ីហ្សែនខួរក្បាលអីហ្នឹងធ្វើឲ្យយើងល្វើយជួនកាលទៅខ្ជិលក្នុងការងើបឡើងដើម្បីទៅឆែកមើលតើវាត្រឹមត្រូវឬក៏អត់ក្ដៅពេកឬក៏យ៉ាងម៉េចហ្នឹងដល់អញ្ចឹងជាតែប្រឹងគេងបិទផ្នែកគេងទៅហើយហ្នឹងហើយប្រហែលឆ្នាំមុនពេញក្នុងមួយគ្រួសារដែលក្នុងលក្ខណៈមួយដែលប្រើ heater ស្លាប់មកគ្រួសារដោយសារតែ heater ហ្នឹងវាអត់ work ធ្វើឲ្យប្រភេទគេថា heater ប្រេងគេប្រើក្នុងប្រព័ន្ធប្រេងដែលវាមានផ្លិតជួងអញ្ចឹងអាហ្នឹងដល់ពេលការដែលរក្សាប្រើកុងតាក់នឹងវាខូចអញ្ចឹងទៅធ្វើឲ្យកម្ដៅនឹងឡើងក្ដៅដល់ក្ដៅគឺថាមកគ្រួសារនឹងស្លាប់ទាំងអស់ហ្នឹងហើយដោយសារអីខ្វះអុកស៊ីហ្សែននៅក្នុងកតុបហ្នឹងដូចខ្ញុំនិយាយអញ្ចឹងស្លាប់ទាំងអស់ហ្នឹងគឺជាការងារមួយយើងត្រូវតែរក្សាកម្ដៅឲ្យបានត្រឹមត្រូវហើយជាមួយនឹងប្រឹងធ្វើលំហាត់ប្រាណណាថ្មីបើក្នុងរដូវរងាចឹងមែនយើងលំហាត់ប្រាណក្នុងផ្ទះយើងបើក heater បើសិនជាក្នុងផ្ទះយើងបើកឲ្យនៅត្រឹមតែ19ហ្នឹងគឺថាល្មមមកស្រួលដូចអាកាសធាតុល្អនៅខាងក្រៅអញ្ចឹងដូច្នេះក្នុងផ្ទះខ្ញុំលើកទឹកចិត្តត្រឹមតែ18 19ដឺក្រេហ្នឹងគឺបានហើយជាឱកាសមួយយើងបើសិនយើងចេញមកខាងក្រៅហាត់ប្រាណមិនបានយើងហាត់ប្រាណនៅក្នុងផ្ទះរបស់យើងក្នុងបន្ទប់នៅក្នុងបន្ទប់ទួលភ្ញៀវយើងហ្នឹងហើយធ្វើយ៉ាងម៉េចគឺថាដើម្បីឲ្យរាងកាយរបស់យើងសាច់ដុំរបស់គាត់ហ្នឹងគឺដំណើរការបានល្អហើយ
រក្សានៅសាច់ដុំដើម្បីកាលណាសាច់ដុំយើងអត់ស្វិតចុះបានន័យថាយើងមានកន្លែងបង្កើតកម្ដៅសាច់ដុំគឺជាកន្លែងដែលបង្កើតកម្ដៅឲ្យរាងកាយរបស់យើងកាលណាយើងកាន់តែស្គមកាន់តែកម្ដៅនឹងកាន់តែតិចហ្នឹងហើយដូច្នេះបងប្អូនមានចាប់អារម្មណ៍ពេលដែលយើងហាត់ប្រាណជាប្រចាំណាពេលដែលយើងចាប់ដៃជើងកាន់នៅឡើងក្ដៅណាក្ដៅងុំអញ្ចឹងបានន័យថាឈាមលំហូរឈាមរបស់គាត់ហ្នឹងគឺដើរបានល្អគ្រោះថ្នាក់បំផុតអ្នកដែលជាពិសេសគឺរដូវល្ងាគោមិនថាក្ដៅរដូវក្ដៅក៏អញ្ចឹងដែរដៃជើងស្ទាបទៅមានអារម្មណ៍ថាត្រជាក់ជានិច្ចអញ្ចឹងអាហ្នឹងជាសញ្ញាមួយថាលំហូរឈាមរបស់រាងកាយរបស់គាត់ហ្នឹងអត់បានល្អហើយវាមិនអាច supply ឈាមមកចុងដៃចុងជើងអញ្ចឹងដើម្បីជាចំណេះដឹងមួយយើងគ្រាន់តែទៅចាប់ដៃអ្នកដែលយើងចាប់ដៃហ្នឹងក៏ចាប់ទៅឃើញដៃរបស់គេក្ដៅដឹងថាបុគ្គលហ្នឹងប្រហែលជាគេមានលំហាត់ប្រាណត្រឹមត្រូវឬក៏រាងកាយបេះដូងរបស់គេល្អណាដែលធ្វើឲ្យឈាមរាងកាយរបស់គេហ្នឹងក្ដៅហ្នឹងហើយដូច្នេះអ្នកដែលស្ទាបទៅឃើញជើងយើងត្រជាក់ជាប្រចាំចុងដៃចុងជើងត្រជាក់ជាប្រចាំហ្នឹងយើងត្រូវតែបង្កើននៅលំហាត់ប្រាណឲ្យបានច្រើនណាធ្វើលំហាត់ប្រាណឲ្យបានច្រើនបើសិនជាធ្វើលំហាត់ប្រាណបានច្រើនអញ្ចឹងហើយយើងនៅតែមានអាការៈអញ្ចឹងទៀតយើងគួរតែទៅជួបវិជ្ជបណ្ឌិតពិគ្រោះជាមួយវិជ្ជបណ្ឌិតឬក៏យើងអាចទៅពិនិត្យមើលតើយើងមានបញ្ហាបេះដូងឬក៏យើងអាចមានបញ្ហាសរសៃឈាមផ្នែកខាងក្រៅឬក៏អត់អញ្ចឹងហ្នឹងហើយត្រូវឆែកដើម្បីនេះជៀសវាងទុកឲ្យចុងដៃចុងជើងរបស់យើងត្រជាក់ជាប្រចាំយូរទៅធ្វើឲ្យយើងនឹងមានបញ្ហាណាហ្នឹងហើយអូខេអញ្ចឹងត្រូវរក្សានៅកម្ដៅនៅឲ្យបានគ្រប់គ្រាន់ជាមួយនឹងមួយទៀតត្រូវបូកពីលើហ្នឹងយើងត្រូវតែរក្សានៅគ្រប់គ្រងនៅជំងឺរ៉ាំរ៉ៃដែលមានជាពិសេសគឺអ៊ំចាស់ពីអាយុ50ឡើងហ្នឹងពី50ឡើងទៅ60ឡើង70ឡើងទៅហ្នឹងគឺថាมันមាននរណាសឹងតែគ្មាននរណាមួយដែលអត់មានជំងឺរ៉ាំរ៉ៃមួយនៅក្នុងរាងកាយទេដូច្នេះលើកទឹកចិត្តដើម្បីឲ្យយើងឆ្លងផុតកុំឲ្យមានបញ្ហាក្នុងរដូវរងាហ្នឹងយើងគួរតែចាប់ផ្ដើមគ្រប់គ្រងមើលតើជំងឺរ៉ាំរ៉ៃរបស់យើងហ្នឹងយើងអាចគ្រប់គ្រងបានឬក៏អត់ណាត្រូវគ្រប់គ្រងជំងឺរ៉ាំរ៉ៃហ្នឹងឲ្យបានគ្រប់គ្រាន់ឲ្យបានទៀងទាត់ត្រូវឆែកជាប្រចាំពីគ្រោះប្រើថ្នាំឬក៏យ៉ាងម៉េចហ្នឹងត្រូវតែក្រោមការគ្រប់គ្រងឲ្យបានត្រឹមត្រូវណាដើម្បីបើទឹកនោមផ្អែមឬក៏លើសសម្ពាធឈាមឬក៏លើសជាតិខ្លាញ់ឬក៏អ្នកដែលមានបញ្ហាកលៀនអីហ្នឹងយើងគួរតែធ្វើយ៉ាងម៉េចតាមវិជ្ជបណ្ឌិតគ្រប់គ្រងឲ្យបានត្រឹមត្រូវជំងឺរ៉ាំរ៉ៃដើម្បីជៀសវាងបន្ទាប់មកទៀតយើងគួរធ្វើយ៉ាងម៉េចបន្ថែមលេយ៉ាងម៉េចត្រូវរក្សាបំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់នៅក្នុងរដូវរងាហ្នឹងបងប្អូនមួយចំនួនគាត់ជាពិសេសអ៊ំចាស់គាត់ខ្លាចល្ងាឬក៏អីចឹងអត់ហ៊ានញ៉ាំទឹកច្រើនទេហ្នឹងហើយកាលណាដែលកាន់តែល្ងាអត់ហ៊ានញ៉ាំទឹកច្រើនហ្នឹងហើយដែលជាដើមចមមួយធ្វើឲ្យឈាមរបស់គាត់ហ្នឹងកាន់តែខាប់កាលណាអត់គ្រប់ជាតិទឹកឈាមខាប់កាលណាឈាមខាប់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងលំហូរឈាមនៅក្នុងរាងកាយរបស់យើងវាអត់បាន smooth ណាអត់បានស្រួលនឹងជាឱកាសមួយងាយនឹងធ្វើឲ្យឈាមរបស់គាត់នឹងខាប់នឹងវាងាយនឹងកកស្ទះនៅតាមសរសៃឈាមតូចជាពិសេសខួរក្បាលក៏ដូចជាបេះដូងណាហ្នឹងហើយអញ្ចឹងត្រូវលើកទឹកចិត្តពិសាទឹកឲ្យបានគ្រប់គ្រាន់បើសិនយើងខ្លាចល្ងាជាពិសេសគឺទឹកហ្នឹងគឺទៀតយើងប្រើទឹកក្តៅអ៊ុននឹងញ៉ាំទឹកក្តៅអ៊ុនទៅហ្នឹងហើយដើម្បីបានទៅនោមច្រើនដងទៅអាហ្នឹងធ្វើឲ្យរាងកាយរបស់យើងហ្នឹងគឺថាមានសុខភាពល្អហ្នឹងហើយជាមួយនឹងត្រូវតាមដានមើលតើរាងកាយរបស់យើងហ្នឹងមានជំងឺរលាកអីផ្សេងទេមានដំបៅឬក៏មានស្អីយើងគួរតែគ្រប់គ្រងឲ្យបានគ្រប់គ្រាន់ចុងបញ្ចប់មួយទៀតវិធីដែលធ្វើឲ្យអ៊ំចាស់ដែលនេះហ្នឹងគឺយើងគួរតែធ្វើលំហាត់ប្រាណឲ្យបានហឹកហាក់ឲ្យបានជាប្រចាំណាហ្នឹងហើយអាហ្នឹងគឺជារឿងមួយសំខាន់មែនតើដើម្បីជំរុញឲ្យគេថា immune system របស់យើងហ្នឹងវាឡើងខ្លាំង virus គ្មានថ្នាំអីព្យាបាលវាបានទេមានតែ immune system របស់រាងកាយរបស់យើងទេដែលជាមាន
មានប្រសិទ្ធភាព virus យើងអត់មានថ្នាំដើម្បីសម្លាប់ virus ទេមានតែប្រព័ន្ធការពាររបស់យើងទេដែលមានអាចមានមហិទ្ធិឫទ្ធិដើម្បីសម្លាប់ virus នឹងបានអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យប្រព័ន្ធការពារយើងខ្លាំងយើងត្រូវតែធ្វើលំហាត់ប្រាណណាលំហាត់ប្រាណបូករួមជាមួយនឹងឆែកមើលយើងគួរតែយើងត្រូវតែថែមបន្ថែមព្រោះថាយើងអត់បានទៅកំហាលថ្ងៃដូចជាតាមរដូវក្តៅណាអញ្ចឹងត្រូវតែឆែកយ៉ាងម៉េចពិសាបន្ថែមវីតាមីន D ណានឹងពិសាបន្ថែមវីតាមីន D ឬក៏ calcium យើងត្រូវតែពិភាក្សាជាមួយវិជ្ជបណ្ឌិតមើលតើវីតាមីន D របស់គាត់នឹងនៅក្នុងឈាមនឹងមានកម្រិតប៉ុណ្ណាគួរតែបំពេញបន្ថែមប្រមាណដើម្បី maintain ឬក៏ដើម្បីព្យាបាលវីតាមីន D គឺសំខាន់ណាស់ដើម្បីជួយជំរុញប្រព័ន្ធការពារឲ្យបានខ្លាំងណាហ្នឹងហើយដូច្នេះយើងមិនគួរមើលរំលងពីបញ្ហាហ្នឹងទេហើយបើសិនជាអាចយើងគួរតែជួបជុំគ្នាចាស់យើងអាចមកជួបជុំគ្នាផ្ទះនេះផ្ទះនោះដើម្បីធ្វើយ៉ាងម៉េចឲ្យយើងនឹងមានគេថាបរិយាកាសមួយក្នុង social ដើម្បីឲ្យជៀសវាងកុំឲ្យយើងមានបញ្ហាជំងឺបាក់ទឹកចិត្តណាហើយបើសុំផ្ដាំមួយទៀតកូនណាដែលមានឪពុកម្ដាយគាត់ចាស់ហើយយើងបានទៅនៅផ្ទះដល់ឡែកជាមួយប្រពន្ធកូនយើងហើយគាត់នៅតែពីអ្នកយាយតាអញ្ចឹងណាលើកទឹកចិត្តជាពិសេសគឺរដូវរងារដូវត្រជាក់ហ្នឹងយើងគួរតែទៅគេថាសួរសុខទុក្ខគាត់ឬក៏ទៅចូលរួមក្នុងជីវិតឲ្យបានជាប្រចាំជាមួយគាត់ដើម្បីជៀសវាងកុំឲ្យគាត់អបសក់ជាពិសេសព្រោះរដូវរងារជួនកាលគាត់មិនហ៊ានចេញមកក្រៅគាត់នៅតែក្នុងផ្ទះចេញចូលយូរទៅមនុស្សយើងបើយើងនៅក្មេងៗយើងទៅធ្វើការធ្វើអីយើងអត់មានអារម្មណ៍មួយថាថប់ទេណាប៉ុន្តែចំពោះគាត់ដែលចេញចូលមួយថ្ងៃទន្ទឹងចាំតកូនមកលេងអីចឹងចេញទៅក្រៅអត់ហ៊ានចេញទៅដើរផ្សារអត់ហ៊ានទៅរងចាំតកូនមកលេងហើយកូនពីមួយថ្ងៃទៅមួយថ្ងៃគឺបាត់ទៅអានឹងហើយក្តីសង្ឃឹមរបស់គាត់នឹងកាន់តែថយចុះកាន់តែនេះហ្នឹងក៏ជាប្រភពមួយដែលធ្វើឲ្យប្រព័ន្ធការពាររបស់គាត់នឹងកាន់តែចុះខ្សោយងាយនឹងមានជំងឺផ្ដាសាយនឹងមកគាត់ងាយនឹងធ្ងន់ធ្ងរណាហ្នឹងហើយអាហ្នឹងគឺជាបណ្ដាំរបស់ខ្ញុំដើម្បីជាកាដូមួយជូនអ៊ំចាស់ចូលជួយថែរក្សាប្រឹងថែរក្សាខ្លួនឯងដោយមានចំណេះដឹងទាំងអស់ហ្នឹងណាការពារអ្វីដែលខ្ញុំនិយាយពីខាងលើចុះមកហ្នឹងយើងគួរតែចាប់ផ្ដើមលេយ៉ាងម៉េចថែរក្សាសុខភាពរបស់យើងហ្នឹងឲ្យបានតាមរយៈចំណេះដឹងជួនកាលទៅយើងមិនអាចពឹងកូនចៅគួរអីដើម្បីជួយថែសុខភាពយើងទេយើងអ៊ំគួរតែស្វែងយល់អំពីបញ្ហាហ្នឹងហើយយើងចាប់ផ្ដើមថែសុខភាពដោយខ្លួនឯងមួយទៀតខ្ញុំភ្លេចនិយាយការបំពេញនៅអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ជាពិសេសក្នុងរដូវកាលរដូវរងាហ្នឹងញ៉ាំចំណីអាហារដែលមានសុខភាពបន្លែគ្រប់មុខជាមួយនឹងជាតិសាច់ឲ្យបានគ្រប់គ្រាន់នៅក្នុងជាប្រចាំណាអាហ្នឹងគឺជារឿងមួយជួនកាលទៅពេលល្មិចតិចពេកអីហ្នឹងធ្វើឲ្យគាត់នឹងខៀលចេញទៅក្រៅដើម្បីទិញចំណីអាហារមករើតែក្នុងទូមានគ្រីមក្រោះអីហ្នឹងចិត្តតែញ៉ាំពីមួយថ្ងៃទៅមួយថ្ងៃឲ្យតែរួចដោយសារគាត់មិនចង់ចេញទៅក្រៅអញ្ចឹងអាហ្នឹងក៏ជាមូលហេតុមួយធ្វើឲ្យកាន់តែសុញកាន់តែថយចុះនៅសរីរាង្គកាយកម្លាំងពលំហ្នឹងក៏កាន់តែនេះទៀតប្រព័ន្ធរំលាយអាហារអីផ្សេងហ្នឹងកាន់តែមានបញ្ហាចុះកើតឡើងអញ្ចឹងលេខយ៉ាងម៉េចយើងត្រូវបំពេញនៅអាហារបំពន់រាងកាយរបស់យើងឲ្យបានគ្រប់គ្រាន់ណាហ្នឹងហើយមួយទៀតចុងក្រោយលើកអ៊ំដែលមានអាយុពី65ខ្ញុំធ្លាប់និយាយឲ្យក្នុងคลิปមុនអ៊ំកាលណាដែលយើងធ្វើលំហាត់ប្រាណគឺដើម្បីអីគឺដើម្បីរក្សាសាច់ដុំណាដើម្បីឲ្យសរសៃសសូររាងកាយរបស់យើងហ្នឹងវាមានចលនាឈាមរត់បានល្អបង្កើតនៅសាច់ដុំណាកាលណាបង្កើតនៅសាច់ដុំគឺជាប្រភពមួយជួយបង្កើនកម្ដៅក៏ដូចជាជួយដុតចោលនៅធម្មពលដែលយើងញ៉ាំចូលទៅអញ្ចឹងសាច់ដុំរបស់យើងហ្នឹងវាធ្វើការដើម្បីចំហេះនឹងចំហេះធម្មពលដែលនៅសេសសល់ក្នុងរាងកាយរបស់យើងជាពិសេសវាជួយសាច់ដុំវាជួយទ្រទ្រង់នៅសន្លាក់ក៏ដូចជាឆ្អឹងឆ្អែងគ្រប់បែបយ៉ាងជួយគ្រប់គ្រងនៅឆ្អឹងឆ្អែងរបស់យើង
ឲ្យវារឹងមាំកាលណាដែលយើងអត់ធ្វើលំហាត់ប្រាណជាមួយនឹងញ៉ាំចំណីអាហារដែលខ្វះជាតិសាច់ធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃតាមសម្លាក់របស់យើងហ្នឹងវាកាន់តែខ្សោះទៅកាន់តែខ្សោយជាពិសេសសរសៃសសូងអីហ្នឹងវាកាន់តែរលុងទៅយើងដើរយើងកលទៅយើងគ្រាន់តែកលៀសជើងបន្តិចមកផ្លាត់បាក់ជើងឬក៏គ្រិចជើងគ្រិចជង្គង់គ្រិចអីគ្រប់បែបយ៉ាងទាំងអស់ហាត់ប្រាណគឺជារឿងមួយដែលសំខាន់ប៉ុន្តែខ្ញុំសំណូមពរមួយជាពិសេសអ៊ំចាស់គួរតែទៅទិញប្រភេទគេហៅថា whey protein បងប្អូនបើសិស្សក្មេងៗយើងគួរតែទៅទិញពី chemist warehouse គេមានលក់គេហៅ whey protein ហ្នឹងជាប្រភេទជាតិសាច់ម្សៅណាហ្នឹងហើយបើក្មេងៗគេប្រើសម្រាប់លើកអោតែឬក៏ធ្វើកាយសម្បទាហ្នឹងគឺទៅ gym ហ្នឹងដើម្បីបង្កើតសាច់ដុំរបស់គេណាហ្នឹងហើយប៉ុន្តែចំពោះយើងចាស់បើចំណីអាហារដែលយើងញ៉ាំចូលទៅហ្នឹងមិនតន់ធានាថាយើងមានគ្រប់ជាតិសាច់គ្រប់រាងកាយរបស់យើងអាចស្រូបបាននៅប្រភេទហ្នឹងទេប៉ុន្តែ whey protein ហ្នឹងគឺតែតាមការសិក្សាស្រាវជ្រាវរបស់អ្នកឯកទេសវិជ្ជបណ្ឌិតដែលមានជំនាញផ្នែកជំងឺមនុស្សថែទាំមនុស្សចាស់នៅសហរដ្ឋអាមេរិកដែលគាត់គឺជាវិជ្ជបណ្ឌិតដែលខ្ញុំតាមដានជាប្រចាំជាទីបំផុតហើយពិតជាមានប្រយោជន៍បំផុតព្រោះគាត់លើកទឹកចិត្តថាពេលដែលយើងវ័យពី50ឡើងទៅ60ឡើងទៅហ្នឹងគួរតែប្រើ whey protein ហ្នឹងជាប្រចាំយើងញ៉ាំចំណីអាហារធម្មតាហើយប៉ុន្តែយើងត្រូវតែបូកបន្ថែមជាមួយនឹង whey protein ហ្នឹង whey protein ហ្នឹងគឺជា protein ដែលជាតិសាច់សម្រាប់ហើយពេលដែលយើងពិសាចូលទៅហ្នឹងវាងាយនឹងជ្រាបចូលទៅរាងកាយរបស់យើងពេលដែលអ៊ំចាស់គាត់អង្គុយគាត់លើកដុំដែកតិចតួចលើកដៃលើកជើងកវីកវាត់អញ្ចឹងទៅហ្នឹងពេលដែលយើងមាន whey protein ហ្នឹងចូលទៅហ្នឹងធ្វើឲ្យ whey protein ហ្នឹងវាចូលទៅបង្កើតនៅកោសិកាហ្នឹងបង្កើតនៅកោសិកាសាច់ដុំហ្នឹងដើម្បីឲ្យគាត់ហ្នឹងមានសាច់ដុំពេលដែលចាស់ទៅកាលណាដែលយើងកាន់តែស្គមទៅគេហៅជំងឺមួយយ៉ាងដែលការ sarcopenia ហ្នឹងជំងឺបាត់សាច់ដុំអាហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យមនុស្សចាស់នឹងខ្សោយហើយជាមួយនឹងគាត់ងាយនឹងប្រឈមនឹងជំងឺជាច្រើនណាជាពិសេសគឺក្នុងរដូវកាលត្រជាក់មេឃត្រជាក់ហ្នឹងគាត់មិនអាចគ្រប់គ្រងរក្សានៅកម្ដៅខ្លួនគាត់បានណាសាច់ដុំពីពេលនេះទៅបងប្អូនអ៊ំចាស់ខ្ញុំលើកទឹកចិត្តគួរតែលេងយ៉ាងម៉េចត្រូវខំរក្សាសាច់ដុំរបស់យើងកុំឲ្យបាត់ព្រោះថាសាច់ដុំពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែខ្សោយទៅតាមរយៈដែលរាងកាយរបស់យើង metabolism ហ្នឹងវាខ្សោយវាស្រូបនៅចំណីអាហារអីហ្នឹងវាអត់បានគ្រប់គ្រាន់បូករួមជាមួយនឹងកោសិការបស់យើងវាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្សោយទៅវារួមទៅហ្នឹងដែលធ្វើឲ្យយើងឆាប់ចាស់អញ្ចឹងបើសិនជាអ៊ំចង់រក្សាវ័យកុំឲ្យឆាប់ចាស់លឿនពេកអ៊ំត្រូវរក្សានៅសាច់ដុំឲ្យបានគ្រប់គ្រាន់តាមរយៈទៅchemist warehouse ណាមានលក់ whey protein ហ្នឹងណាដែលនៅលើកំប៉ុងរបស់គេហ្នឹងគេមានដាក់ WP ណាហ្នឹងហើយខ្ញុំក៏មានរាល់ថ្ងៃហ្នឹងខ្ញុំក៏មានប្រើជាប្រចាំដែរមួយថ្ងៃហ្នឹងខ្ញុំប្រើ2ស្ព្រីព្រលឹមជាមួយល្ងាចហ្នឹងមុនពេលខ្ញុំហាត់ប្រាណអីហ្នឹងខ្ញុំញ៉ាំចំណីអាហារធម្មតាប៉ុន្តែយើងបំពេញបន្ថែមហ្នឹងគឺជាវិធីមួយគឺល្អហើយជួយគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយរបស់យើងនឹងទៀតដូច្នេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាក្រោយពីបងប្អូនអ៊ំទស្សនានៅคลิปវីដេអូរបស់ខ្ញុំមួយនឹងហើយចាប់ផ្ដើមគិតពីបញ្ហាហ្នឹងហើយថែរក្សាសុខភាពយើងឲ្យបានត្រឹមត្រូវហ្នឹងហើយឲ្យបានត្រឹមត្រូវដើម្បីឲ្យឆ្លងផុតពីជំងឺផ្ដាសាយធំនៅក្នុងរដូវកាលមេឃត្រជាក់ហ្នឹងណាហ្នឹងហើយសូមជូនពរឲ្យអ៊ំពូមេងទាំងអស់អាចឆ្លងផុតពីរដូវរងាឆ្នាំ2026នេះណាទាំងអស់គ្នាហ្នឹងហើយសូមគោរពលាសូមអរគុណពីខ្ញុំបាទលីពេញតែ